រឿងខ្លែងដាច់ខ្សែសុជាតិនិងសុកគឺជាក្មេងរស់នៅក្នុងភូមិជាមួយគ្នាពួកគេរៀននៅថ្នាក់ជាមួយគ្នាហើយរាប់អានគ្នាដូចបងប្អូននឹងគ្នារដូវលំហើយក៏បានមកដល់ល្ងាចមួយពួកគេទាំងពីរបានបបួលគ្នាទៅបង្ហោះខ្លែងតាមវាលស្រែខ្លែងរបស់សុជាតិដែលទើបតែនឹងធ្វើហើយថ្មីមានពណ៌ខ្មៅរីឯខ្លែងរបស់សុកមានពណ៌ចម្រុះតែជាខ្លែងដែលសល់ពីការប្រើលើកមុនខ្លែងរបស់ពួកគេទាំងពីរសុទ្ធតែមានកម្លាំងខ្លាំងដូចគ្នាបើសម្លឹងមើលទៅខ្លែងទាំងពីរប្រៀបដូចជាសត្វពីរក្បាលដែលកំពុងដេញគ្នាទៅវិញទៅមកពេញផ្ទៃអាកាសពេលនោះពួកគេក៏រត់បង្ហោះពីភ្លឺស្រែមួយទៅភ្លឺស្រែមួយទៀតមួយរំពេចនោះខ្លែងរបស់សុកស្រាប់តែដាច់ខ្សែហើយធ្លាក់តាក់នឹងមែកស្វាយជាតិឃើញដូច្នេះក៏ឈប់បង្ហោះខ្លែងរួចងាកមកជួយសុកបានឡើងលើដើមស្វាយនោះដើម្បីយកខ្លែងមកវិញមុននឹងឈោងទៅយកខ្លែងសុកក៏បានឃើញសម្បុកចាបមួយតែមានសុទ្ធតែកូនចាបនៅក្នុងនោះសុកចង់យកសម្បុកនោះមកលេងជាតិក៏បានសួរទៅសុកថាតើឯងកំពុងធ្វើអ្វីហ្នឹងខ្លែងរបស់ឯងនៅខាងចុងនោះទេតាសុកតបថាយើងឃើញកូនចាបច្រើនណាស់ក្នុងសម្បុកនេះយើងចង់យកមកលេងបន្ទាប់ពីលើដូច្នោះជាតិមិនពេញចិត្តនឹងការធ្វើបែបនេះនោះឡើយជាតិបានប្រាប់សុកឲ្យទៅយកខ្លែងនោះមកហើយប្រញាប់ចុះមកក្រោមវិញព្រោះជាតិមានរឿងមួយចង់និយាយប្រាប់សុកក៏ប្រញាប់ទៅយកខ្លែងនៅលើចុងឈើត្រឡប់មកអង្គុយក្បែរជាតិនៅក្រោមដើមស្វាយវិញជាតិសួរទៅសុកថាបើឯងយកសម្បុកនោះមកតើមេចាបនឹងរកសម្បុកនឹងកូនដោយរបៀបណាមេចាបប្រកាសជាតូចសោកព្រោះបាត់កូនជាទីស្រឡាញ់របស់ខ្លួនជាតិនិយាយបន្តទៀតថាចុះឯងវិញប្រសិនបើទ្រព្យសម្បត្តិដែលជាទីស្រឡាញ់បំផុតរបស់ឯងបាត់តើឯងសោកស្ដាយដែរឬយ៉ាងណាសុកឆ្លើយថាប្រកាសណាស់អ្នកណាក៏ស្ដាយរបស់ដែលខ្លួនស្រឡាញ់ដែរជាតិតបទៅកាន់សុកវិញពិតហើយបាត់បង់ត្រឹមតែទ្រព្យសម្បត្តិយើងស្ដាយណាស់ទៅហើយចុះទំរំបាត់បង់មនុស្សដែលជាទីស្រឡាញ់របស់យើងរឹតតែសោកស្ដាយខ្លាំងជាងនេះទៅទៀតឯចាបក៏បែបនេះដែរបើមេចាបបាត់បង់កូនរបស់ខ្លួនចាបក៏នឹងមិនសប្បាយចិត្តចាបក៏មានជីវិតដូចមនុស្សដែរហើយចាបក៏ចេះស្រឡាញ់និងថែទាំកូនរបស់គេដែរសុកបានអរគុណចំពោះការណែនាំរបស់ជាតិហើយនឹងមិនធ្វើឲ្យមានការធ្វេសប្រហែសបែបនេះទៀតនោះឡើយតាមពិតទៅរឿងរ៉ាវដែលជាតិបាននិយាយប្រាប់នេះក៏ជាតិបានដឹងពីការនិទាននិងការអប់រំពីជីតារបស់ខ្លួនដែរជាតិក៏យកដំបូន្មានល្អៗនេះមកចែករំលែកដោយសារមេឃកាន់តែងងឹតទៅពួកគេទាំងពីរក៏សម្រេចចិត្តដើរត្រឡប់មកផ្ទះវិញពួកគេដើរបណ្ដើរនិងសន្ទនាគ្នាបណ្ដើរអំពីលទ្ធផលនៃការសិក្សារហូតមកដល់ផ្ទះរៀងៗខ្លួន